ពុទ្ធបរិស័ទយើងមានបត្រៃណគុំនេះត្រូវឲ្យដឹងថាសម្បត្តិក្រៃលែងណាលើសសម្បត្តិទៅព្រំមលោកទៅទៀតណារូបព្រំអរូបព្រំដោយសមាបត្តិនឹងមិនស្មើនឹងបត្រៃណគុំទេណាមានត្រៃណគុំនេះគឺជាសម្បត្តិទៅកាន់ព្រះនិព្វានណាធ្វើទានជាមួយអ្នកដែលមានត្រៃណគុំនេះក្រៃលែងជាងឲ្យទានដល់តបោះឥសីណានៃទៅទៀតហ្នឹងហើយហើយចូលតម្រាំបូកសិល5ទៀតអដ្ឋថាសិលឯកសោតរត់ទៅថែមបុណ្យទៅទៀតហើយលោកបញ្យល់ក្នុងហ្នឹងសិលបាសកបាសិកាហ្នឹងរហូតអត្តរិកសិលទៅសិលសាមណេរទៀតសិលព្រះភិក្ខុទៀតលោកអត់បូកសរុបចូលគ្នាទេដើម្បីឲ្យដឹងថាសិលទៅតាមគុណតម្លៃរបស់សិលទទួលគ្នានឹងសិលរបស់ព្រះភិក្ខុទៀតហ្នឹងហើយខ្ញុំណាចេះតែនឹករលឹកដើម្បីឲ្យពុទ្ធបរិស័ទយើងមានសម្បត្តិក្រៃលែងហើយឲ្យយើងដឹងទៅយើងនៅជាសពពុទ្ធានុសតិធម្មានុសតិទៅយើងសពទៅយើងមិនសូវកើតទុកជាមួយនឹងរឿងអីខាងក្រៅទេដែលយើងកើតទុកនឹងរឿងខាងក្រៅមកពីយើងចេះចង់បាននេះចង់បាននោះចេះតែចង់បាននេះបាននោះឯងដល់អត់បានទៅបានតែកើតទុកដល់ទៅយើងមកដឹងថាសម្បត្តិយើងក្រៃលែងបត្រៃណគុំនឹងទៅយើងមានសិលទៀតចឹងទៅយើងសប្បាយនឹងសម្បត្តិយើងទៅយើងកាត់បន្ថយអាការដែលចង់បានអីពីខាងក្រៅហើយដល់ទៅយើងកាត់បន្ថយចឹងទៅបានក៏បានទៅមិនបានទេក៏ហីទៅយើងអត់សូវកើតទុកទេហ្នឹងហើយគឺអនុសតិពុទ្ធានុសតិធម្មានុសតិសង្ឃានុសតិសីលានុសតិចាគានុសតិចឹងទៅឧបសមាទេវតានុសតិឧបសមានុសតិតាមនឹងទៅតែមានប្រកម្មដ្ឋានទៀតមានបាមកជាទៅមានបៃតិទៅយើងមានចិត្តជាសពហើយហ្នឹងហើយយើងមិនអាចទៅសុំពីអ្នកអតីបានតែយើងអាចសាងដោយខ្លួនឯងបានដោយការអប់រំចិត្តណាតែសំខាន់ណាស់សេចក្តីសុខផ្លូវចិត្តនេះណាពុទ្ធបរិស័ទគិតមើលឲ្យយល់ថាតែចិត្តសុខហើយគឺសុខហើយមានខ្វល់រឿងស្អីទៀតវាសំខាន់តើមិនមហាសិទ្ធិនឹងមានភ្នំមាសហ្នឹងមកដើរទូជាសុខឲ្យលោកសិទ្ធិណាហ្នឹងហើយវានៅលើចិត្តលោកសិទ្ធិសុខទៅតើហើយបើលោកសិទ្ធិហ្នឹងសុខដោយកាមសុខដោយលោភៈនៅតែជាទោសអញ្ចឹងហ្នឹងហើយតែបើយើងមកសុខជាមួយពុទ្ធានុសតិធម្មានុសតិសង្ឃានុសតិសុខប្រសិជ្ជៈទោសសុខក្នុងទានដែលបានធ្វើហើយសិលដែលបានរក្សាសេចក្តីសុខនឹងអប់រំរហូតដល់សមាធិទៀតរហូតវិបស្សនានិព្វានសបាយាបដិបទាទៅទៀតហ្នឹងឯងតែហ្នឹងហើយយើងគេថារស់សេចក្តីសុខឲ្យខ្លួនយើងបានអញ្ចឹងទាំងធម្មតាយើងកើតមកជាមនុស្សហ្នឹងសំខាន់ពិសេសអញ្ចឹងយើងជួលមកនេះមកដើម្បីប្រើមិនមែនបំរើមិនមែនយកមកបង្អួតបង្អមមិនមែនយកមកផ្ចាញ់ផ្ចាលនេះអតីបៀតបៀននេះអតីអីទេណាយកមកដូចថាយើងខ្ចីក៏បានខ្ចីកបិតបថៅគេយកមកសាងក្បូនឆងតត្រៃនេះហ្នឹងឯងកាប់ឈើកាប់អស័យកាប់វัวចងធ្វើក្បូនហើយយើងសងកបិតថៅទៅគេវិញទៅអាស្រ័យទៅក្បូនទៅហែលទៅដោយកម្លាំងជើងហ្នឹងឯងសទ្ធាជាដៃតោងក្បូនហ្នឹងអរិយមគ្គហ្នឹងហ្នឹងឯងប្រកបដោយសទ្ធិន្ទ្រីវិរិយន្ទ្រីសទ្ធិន្ទ្រីសមាធិន្ទ្រីបញ្ញាន្ទ្រីប្រឹងហែលទៅដល់ត្រៃនេះគឺព្រះនិព្វានតែក្បូនហ្នឹងក៏យើងបន្សាត់ចោលតាមទឹកអូសដាក់លើមាត់ច្រាំងមានស្អីទៀតបើយើងដល់ត្រើយណាហ្នឹងហើយអាហ្នឹងដែលយើងប្រើប្រាស់អត្តភាពហ្នឹងដោយគុណចាស់ប្រើប្រាស់អត្តភាពក្នុងប្រភ្នោះប្រើហ្នឹងគឺថាប្រើបើពោលមួយយ៉ាងទៀតបញ្ញខណ្ឌហ្នឹងជាខ្មាំងណាប៉ុន្តែសមថវិបស្សនាហ្នឹងចាប់ខ្មាំងនឹងបានកំណត់ដឹងនឹងកំណត់អនិច្ចំទុក្ខអនត្តាបានដោយចំណាប់ខ្មាំងអញ្ចឹងប្រើណាប្រើណីបច្ច័យ4ហ្នឹងគ្រាន់តែឲ្យរស់ទេហ្នឹងហើយមិនមែនបង្អត់ទេបង្អត់ក៏យើងប្រើអត់បានតែរស់បច្ច័យ4ហ្នឹងប៉ុន្តែយើងអត់បានសម្គាល់ថាយើងអ្នកបរិភោគប្រើប្រាស់បច្ច័យ4ទេអាហ្នឹងគ្រាន់តែទំនប់បំរុងខ្មាំងនេះឲ្យបាយណាប៉ុន្តែប្រើខ្មាំងហ្នឹងណាហ្នឹងហើយមិនឲ្យខ្មាំងជាឃាតករហ្នឹងមកសម្លាប់យើងទេយើងអត់ស្និទ្ធស្នាលជាមួយដោយសកាយតិដ្ឋិទេហ្នឹងហើយអត់ឲ្យសម្លាប់យើងទេព្រោះអាសកាយតិដ្ឋិហ្នឹងជាការស្និទ្ធស្នាលរហូតដល់ទៅអត់បានប្រយ័ត្នហ្នឹងត្រូវឃាតករហ្នឹងត្រូវខ្មាំងសម្លាប់ដោយការប្រកាន់ថាអញចាស់អញឈឺអញស្លាប់ហ្នឹងហ្នឹងហើយដល់ទៅយើងអប់រំចម្រើនបញ្ញាទៅ
គឺវាអត់មានអាសកាយតិថិជាភាពស្និទ្ធស្នាលជាមួយខណ្ឌនៃគ្រាន់តែប្រើទៅសម្រាប់អរិយមគ្គឆ្លងទៅត្រើយនាយបានហើយហ្នឹងហើយហ្នឹងដោយសមថវិបស្សនាកំណត់បញ្ញខណ្ឌហ្នឹងជាខ្មាំងជាឃាតករមហាពុទ្ធរូប4ជាអាសេរពឹសហ្នឹងឯងត្រូវរត់ដោយវិបស្សនាទាំងតែពុទ្ធអង្គសម្ដែងទោសរបស់បញ្ញខណ្ឌហ្នឹងទាំងអញ្ចឹងគឺយើងប្រើដោយស្មារតីមិនមែនមកត្រេកអររីករាយថាយើងបានដូចថាអ្វីល្អអ្វីប្រសើរអ្វីឆ្ងាញ់សុខសប្បាយយើងអ្នកសោយអារម្មណ៍អីអត់ទេវេទនាជាអ្នកសោយទេដល់យើងដឹងវេទនាខាងក្នុងនៃសន្មតថាខ្លួនយើងខាងក្នុងនេះគឺយើងដឹងវេទនាខាងក្រៅដែរលោកជាថៃក៏ដោយបរិជាក៏ដោយទេវតាក៏ដោយមាននរណាទៅបានអីបើអត់មានវិញ្ញាណដឹងអារម្មណ៍ទេមានលោកជាថៃណាមានបរិជាណាដែលនៅរស់ហ្នឹងគឺនៅវិញ្ញាណទេតើអបេតៈវិញ្ញាណមកវិញ្ញាណហ្នឹងបេតៈវាប្រាស់ទៅអាបេតៈហ្នឹងគឺចុតិអាចរាំងវតយ៉ាងកាយោបតវឹងអធិសេសតិឆតោអបេតៈវិញ្ញាណមកហ្នឹងចុតិចិត្តស្លាប់ហើយអញ្ចឹងអាដែលយើងនៅរស់នេះគឺបានដីថានៅចិត្តទេតើព្រះអង្គដែលតែស្លាប់គឺវាបាត់ចិត្តបាត់វិញ្ញាណអញ្ចឹងអាដែលយើងនៅរស់នៅវិញ្ញាណទេតើហ្នឹងហើយអញ្ចឹងគឺវេទនានុបស្សនាទេប្រធានចិត្តតានុបស្សនាទេប្រធានកំណត់បានអញ្ចឹងដល់តែបានដឹងកាយវេទនាចិត្តធัวខាងក្នុងដឹងកាយវេទនាចិត្តធัวខាងក្រៅយើងទៅចំណែនណាមាននរណាបានស្អីសំបីតែប្រអិនហ្នឹងក៏មានតួប្រអិនឯណាមានវិញ្ញាណដឹងអារម្មណ៍ហ្នឹងរូបសម្លេងរូបផតពៈជាទឹកក៏ដោយប៉ុន្តែមានប្រអិនណាបានដឹងវិញ្ញាណដឹងអារម្មណ៍វេទនាសោយឃើញណាដូច្នេះវាមិនមែនរឿងដែលយើងត្រូវដណ្ដើមអីក្នុងโลกនេះទេត្រូវដែលយើងជួបពធัวនេះទៅបញ្ញាប់សាងព្រមយាមដើម្បីឲ្យរួចពីវត្តដាក់នេះដោយណាចអរិយមគ្គហ្នឹងបានសមុឆេតបហានៈសេតោខេតៈទាំងសម្លាប់នៅកិលេសហើយជាស្ពានឆ្លងដល់ព្រះនិព្វានហ្នឹងគឺការមិនកើតឡើងនៅកិលេសវត្តៈកម្មវត្តៈវិបាកវត្តៈហ្នឹងឯង